Món ănទាំងអស់គ្នាថ្ងៃនេះខ្ញុំមកនិយាយប្រវត្តិស្នេហាខ្ញុំពីរនាក់តិចអ្នកនរគ្នាអើយស្នេហាខ្ញុំគេថាស្នេហាតាមទូរស័ព្ទអីចឹងអ្នកនរគ្នាខ្ញុំឃើញប្តីខ្ញុំនឹងแชร์ថាស្រឡាញ់នេះមកនេះអត់បោកទេហើយខ្ញុំនឹងចូលsearch អ្នកនរគ្នាចូល comment search ហើយគេតបវិញទៅមកហើយនៅពេលដែលខ្ញុំ post story អ្នកនរគ្នាគេឆាតមកខ្ញុំ cute គេខ្ញុំថាមិនទេខ្ញុំផ្លេចបាត់ហើយអ្នកនរគ្នាឆាតចុះឆាតឡើងបាន2ម៉ោងអ្នកនរគ្នាធ្វើសង្សារនឹងគ្នាហើយខ្ញុំនឹងគោលបំណងនឹងចង់បកគេទេអ្នកនរគ្នាណាមួយយើងមានសង្សារហើយអ្នកនរគ្នាកំណត់នៅត្រែកអ្នកនរគ្នាគេថាបោកនៅដល់ពេលតែប្តីខ្ញុំញ៉ៃខ្ញុំអ្នកនរគ្នាគេថាខ្ញុំសង្សារ2 3តែខ្ញុំអត់តែខ្ញុំអត់ប្រាប់ទេអ្នកនរគ្នាគេថាមើលអាណាតំណងយកនឹងគេថាប្តីខ្ញុំឆាត់មើលយូរទៅដូចតំណងវិញក៏សុំបាយអាសង្សារមុនបាយអស់ខ្ទេចគេថាយកទុកទៅមួយនឹងឯងមើលសិនមើលចិត្តគ្នាសិនអ្នកគ្នាស្រឡាញ់គ្នាយូរទៅអ្នកគ្នាដឹងចិត្តគ្នាស្រឡាញ់គ្នាចង់ថាអាចទទួលយកចំណុចអាក្រក់ទាំងពីរអ្នកគ្នាគេថាម៉ែអើយក៏ដឹងលឺសងខាងអីអញ្ចឹងក៏ស្រឡាញ់គ្នារឿងមិនដល់បាន2 3ខែគេនឹមទៅលេងផ្ទះអីចឹងអ្នកគ្នានឹមទៅលេងផ្ទះខ្ញុំខ្មាស់គេចឹងងាប់បើសិនថាយកសង្សារឆ្ងាយពីបងខ្លួនឯងទៅនេះអ្នកគ្នានៅទាំងហត់ហើយផ្ទះចិត្តគ្នាទៅសំខាន់ខ្ញុំទៅលេងផ្ទះបងថ្លៃខ្ញុំលេងទៅលេងរចង់ថាដល់ខែបុណ្យទាននេះខ្ញុំទៅលេងរហូតដូចទីយ៉នសំយ៉ងកយមហូបអីចឹងអ្នកគ្នាគេថាមិននឹកស្មានថាយកប្តីយកចំបងទាំងហិតអូនក៏ទាំងហិតទៅអ្នកគ្នាគេថាសុំទិញគុំអ្នកគ្នាទៅលេងផ្ទះគេលើកដំបងគេឲ្យហូបចេកមែនណាខ្ញុំមិនណាហូបចេកផងអ្នកគ្នាគេថាធ្វើដើរជិះដូចម៉ែគ្រូហ្មងអ្នកគ្នាដំបងហ៊ានទេអៀននៅចាំមើលអ្នកគ្នាពេលទៅយូរទៅអ្នកគ្នាគេថាដំបងអត់ទាន់គិតថារឿងភ្ជាប់ពាក្យភ្ជាប់អីទៅអ្នកគ្នាមើលចិត្តគ្នារឿងយូរទីសិនហើយខ្ញុំណាមួយទុកឲ្យខាងប្រុសគេនឹងឲ្យចង់ថាឲ្យគេនៅយូរអវ័យគេអស់សប្បាយសិនទៅអ្នកគ្នាទៅលេងផ្ទះគេទៅអ្នកគ្នាអើយគេថាម៉ែក្មេងខ្ញុំអ្នកគ្នាក៏ដាក់ផ្លែចេកខ្ញុំហូបហើយស្រឡាញ់គ្នាយូរក៏ម៉ែអើខាងប្រុសខាងស្រីដឹងឮហើយអ្នកគ្នាក៏ចាប់ផ្ដើមភ្ជាប់ពាក្យភ្ជាប់អីអញ្ចឹងអ្នកគ្នាភ្ជាប់ពាក្យស៊ីឡារីអស់ហើយក៏រកខែរកថ្ងៃក៏ថាម៉ែនំទៅថត pre wedding ថតមុខរោងអីអញ្ចឹងអ្នកគ្នាស្នេហាខ្ញុំអ្នកគ្នាអត់ទាន់បាន1ឆ្នាំទេអ្នកគ្នាស្រឡាញ់គ្នាតែពីខែ3ថ្ងៃទី15ឆ្នាំ2025នេះទេអ្នកគ្នាថាស្រឡាញ់គ្នាចូលត្រូវអីត្រូវ2025អ្នកគ្នាស្រឡាញ់គ្នាចង់ថាអត់ដល់1ឆ្នាំតែមើលចិត្តគ្នាចង់ថាដូចគូហ្មងអ្នកគ្នាស្រឡាញ់គ្នាដូចខ្ញុំចឹងគាត់ស្រឡាញ់គ្នាជាមួយសង្សារចាស់គាត់5 6ឆ្នាំតែអត់បានគ្នាមកបាននឹងខ្ញុំស្រឡាញ់គ្នាបាន1ឆ្នាំអីចឹងអ្នកគ្នានឹងគ្នាទៅថត pre wedding ជាដងថ្ងៃការថ្ងៃអីអ្នកគ្នាគេថាស្នេហាខ្ញុំអត់សូវជូរចត់បានទេអ្នកគ្នាស្រឡាញ់គ្នាព្រឹបគឺម៉ែសងខាងដឹងហើយអ្នកគ្នាសំខាន់គឺថាបងខ្ញុំគាត់ស្គាល់ខាងប្តីខ្ញុំច្បាស់ដែរគេថាយកទៅមេងអើយខាងប្រុសនឹងគេគណៈការងារដែរគេមានអ្នកប៉ឡែអីទេគេថាខ្ញុំនឹងក៏មើលដែរមុននឹងយកអីចឹងអ្នកគ្នាគេថាប្តីខ្ញុំគេថាម៉ែពុកក៏ចង់ថាម៉ែពុកគ្រួសារខ្ញុំពេញចិត្តហើយខ្ញុំក៏ចង់ថារើសគូត្រូវអីចឹងអ្នកគ្នាចង់ថាយើងខាងប្រុសក៏ពេញចិត្តយើងខាងស្រីក៏ពេញចិត្តខាងប្រុសអីចឹងអ្នកគ្នានាំគ្នាថត wedding រកខែរកថ្ងៃអីចឹងហើយគេចាប់ដើមរកធៀបរកអីចឹងអ្នកគ្នាថត pre wedding ហ្នឹងក៏ម៉ែគាត់ឲ្យថតដល់កន្លែងផ្សារព្រៃគប់ដែរអ្នកគ្នាគាត់ថាសកូនស្រីមួយធ្វើឲ្យអស់ដៃហ្មងទៅពួកអីបងខ្ញុំតាមមុនគាត់ការម្សាយអ្នកគ្នាការគុណម្សាយម៉ែខ្ញុំតែម្ដងនេះសតកូនស្រីមួយអ្នកគ្នាគាត់លេងអស់ដៃម្ដងគាត់ថានេះថតរូបនឹងអង្គរវត្តក៏ស្អាតដែរអ្នកគ្នាអង្គរវត្តច្រឡំផ្សារព្រៃគប់អ្នកគ្នាស្អាតដែរអ្នកគ្នាចុំមានគម្រោងចង់ថាមានគម្រោងការអីចង់ថតតាំងមុខរោងឲ្យអ្នកគ្នាខ្ញុំ review ឲ្យទៅខាងផ្សារព្រៃគប់តែស្អាតដល់អ្នកគ្នាមិនចាំទៅសៀមរាបក៏បានដែរបើសៀមរាបយើង sale លុយច្រើនចង់បើថាអស់លុយច្រើនអ្នកគ្នាយើងទៅផ្សារព្រៃគប់អស់ទៅ200ជាងអីអ្នកគ្នាថារូបថតដាក់មក mm អ្នកគ្នាគេថាថតគេថាយើងរកខែរកថ្ងៃហើយសម្បត្តិការក៏យើងវាយបទការក៏យើងវាយរួចដែរអ្នកគ្នាគេថាម៉ែខ្ញុំវាយទៅ800ទេអ្នកគ្នា800តាមភូមិអីម៉ែខ្ញុំប្រាប់តាមមាត់អីទេគេថា800ហ្នឹងខាងប្រុសយកតែ
ខាងប្តីខ្ញុំគាត់យកតែ200ជាងទេ250ម៉ានស្រីណាគ្នាគាត់ថាម៉ែខ្ញុំគាត់ចេញរកស៊ីទៅគាត់ស្គាល់គេច្រើនប្រហែលគាត់ស្គាល់គេច្រើនអីចឹងណាគ្នាគាត់ថាពួកម៉ាក់គាត់អ្នកស្គាល់គ្នាមិននិយាយទៅណាគ្នាហើយគាត់ថាវីដេអូខ្ញុំមានតែប៉ុណ្្នឹងហើយណាគ្នាចាំជួបវីដេអូក្រោយៗទៅខ្ញុំនិយាយប្រវត្តិពីប្តីខ្ញុំទៀត